សួរលោកគ្រូឥឡូវយើងធ្វើការមក run switch condition ទាំងអស់គ្នាអញ្ចឹងខ្ញុំមាន5 switch ដែលជា switch ដែលសេទម្រង់ខុសគ្នាអញ្ចឹងអានេះគឺ initial មិនស្មើ4ឥឡូវយើងធ្វើការ run switch ទាំង4ហ្នឹងសិនអញ្ចឹងមិនស្មើ4អញ្ចឹងវាចូលលក្ខខណ្ឌទី2គឺ2អប4អញ្ចឹងវាចូលនៅក្នុង summer អញ្ចឹងលទ្ធផលរបស់យើងគឺចេញមកគឺ summer ហើយចំពោះទី2គឺថា object data ស្មើ 99.5 អញ្ចឹងវាជា floor ជា double ហើយដោយសារតែវាមានកន្ទុយខាងក្រោយអញ្ចឹងវានឹងចេញនេះគឺ double D គឺនេះ double ជា D នៅពេលដែល D ធំជាងឬ50ពិតអញ្ចឹងវានឹងសរសេរ log double ហើយកន្លែងដាក់មុខចកដើម្បីសារតម្លៃវាជា variable ហើយចំពោះ switch ទី3គឺឈ្មោះ object input ឈ្មោះខ្ញុំគឺមានអក្សរ K ដែរឬទេអញ្ចឹងខ្ញុំសួរមក string s when s let ចំនួន10អក្សរអញ្ចឹងយើងរាប់មើលគឺវារាប់មកដល់តាមគ្រប់10ហើយឈ្មោះខ្ញុំអញ្ចឹងវានឹងចេញមក long name contain អក្សរ K ចំពោះ switch ទី4 style របស់វាគឺ sage ហើយគេមានអញ្ចឹងគេមាន laptop គេមាន price ហើយគេមាន quality ស្មើ8ហើយ string customer ស្មើ VIP ហើយ bullish member អញ្ចឹងវា true អញ្ចឹងគេនេះ status switch គេមាន product price quality custom member អញ្ចឹងវាចូលទៅក្នុងគេមាន laptop គេយក laptop គេមានហើយតម្លៃរបស់គេគឺលើស 1000 អញ្ចឹង decimal price នេះគឺ 1250 ហើយជាមួយនឹង quality គឺ8អញ្ចឹងវាធំជាង5ហើយជា customer VIP ហើយ is member គឺ true អញ្ចឹងវានឹងចេញមកពី premium VIP electronic order ដក priority book gift ចំពោះ switch ទី5ប្រើពពួក if ឬពពួក if and if អញ្ចឹងគេមាន national integer x ស្មើ25 string row ស្មើ admin bullish active ស្មើ true អញ្ចឹងបើសិនជា x is ធំជាង18 and តូចជាងឬស្មើ65អញ្ចឹង role ឡើងនេះគឺ role is admin or manager and កន្លែង bool is active នេះអញ្ចឹងប៉ិតជាមួយនឹងប៉ិតគឺប៉ិតអញ្ចឹងវានឹងចេញមក senior staff full access credit អញ្ចឹងswitch ទាំង5ខ្ញុំបានបញ្យល់ចប់អរគុណ